ួរប្រិយមិត្តទីមេត្រីបាទគណៈពេលនេះយើងធ្វើការ live តពិសេសមិនតាន់ព្រោះថាមានជួបជាមួយនឹងហេតុការណ៍មួយដែលរិទ្ធស្មានមកដល់ណាព្រោះអីយើងជិះមកដល់ភ្នំផ្លូវទៅភ្នំរៀបបាទហើយដល់ទៅភ្នំពេញវិញតែឆ្លងកាត់ផ្លូវមកដល់ចំណុចនេះបាទគឺយើងបានជួបគោមួយក្បាលដែលមានជើង5ដែលនេះគឺជាបាទពុទ្ធហេតុធម្មជាតិមួយដែលកម្រនឹងឃើញផងដែរដូច្នេះដើម្បីជាការបាទកំសាន្តអារម្មណ៍ក៏ដូចជាបាទទៅមើលអ្វីដែលជាធម្មជាតិផ្លែផ្លេកនោះគឺឥឡូវនេះយើងទៅមើលគោដែលកម្រនឹងមានគឺជើង15ព្រោះថាកន្លងមកនេះគោគឺមានតែជើង4ទេបាទឥឡូវមានជើង5បាទនេះបាទយើងឃើញហើយថាបាត់គោនេះគឺមានជើង5ដែលជើងខាងឆ្វេងខាងមុខហ្នឹងគឺមានដោះខ្នែងជើងមួយទៀតដែលមានបាទម្រាមដល់ទៅ3បាទព្រោះថាជើងខាងក្រោមនេះយើងមានតែកញ្ចក់ទេប៉ុន្តែសម្រាប់ជើងទី5នេះមានម្រាមបាទរហូតដល់ទៅ3បាទដូចយើងឃើញហើយបាទហើយគោនេះទៀតសោតគឺជាបាទជាប្រភេទគោហើយគេហៅថាគោពណ៌សមែនទេលោកបាទគោពណ៌សបាទហើយអត់មានស្នែងទេណាគោណាគោនេះអត់មានស្នែងទេបាទស្នែងទេហើយញីឈ្មោលបាទបាទលោកនៅលេងខ្ញុំមិនសូវចេះមើលគោដែរចេះមើលគោទេញីឈ្មោលបាទមិនសូវចេះមើលគោញីឈ្មោលណាបាទអញ្ចឹងអ្នកភូមិគាត់អាងថាគោនេះគឺគោឈ្មោលបាទឥឡូវនេះវាកំពុងតែរត់ទឹកផឹកបន្ទាប់ពីវាស៊ីស្មៅហើយបាទបាទហើយនេះគឺគោនេះគឺត្រូវបានបងអូនស្រីម្នាក់គាត់ខ្វៀលឆ្លងកាត់ផ្លូវនេះរាល់ថ្ងៃប៉ុន្តែប្រជាពលរដ្ឋដែលមកលេងនៅម្ដុំនេះភាគច្រើនគឺអត់ដឹងទេថាមានគោជើង5នៅក្នុងតំបន់នេះបាទសម័យប្រជាពលរដ្ឋរស់នៅក្នុងស្រុកនឹងមួយចំនួនហ្នឹងក៏គាត់អត់បានដឹងដែរថាមានគោជើង5បាទបាទសូមបញ្ជាក់ផងដែរថាគោនេះគឺនៅក្នុងបាទឃុំបន្សាំងបាទផ្លូវឡើងទៅភ្នំបាសិទ្ធភ្នំរៀបបាទបាទសូមបងប្អូនទស្សនាទាំងអស់គ្នានៃទស្សនភាពគោជើង5បាទអូខេអូខេបាទប្រិយមិត្តទីមេត្រីឥឡូវនេះគឺយើងជួបជាមួយម្ចាស់គោអូនស្រីដែលជាម្ចាស់គោហើយតែងតែគឺគោឆ្លងកាត់ទីនេះរាល់ថ្ងៃឥឡូវនេះយើងសួរថាតើគោនេះហេតុអីបានជាមានជើងដល់15នេះហើយជួបជាមួយនឹងគាត់ដើម្បីខុសស្ដាយចម្ងល់ណាបងស្រីបងស្រីឈ្មោះអីដែរបងឈ្មោះរស់ណាអាយុប្រហែលណាបង15បាទរាល់ថ្ងៃនៅរៀនឬក៏ឈប់រៀនហើយនៅរៀនខ្លះទីប្រហែលដែរបាទទី9ណា
បាទមានបងប្អូនប្រហែលអ្នក ពី 2 អ្នកណាហើយនៅជាមួយពុកម្ដាយដល់ថ្ងៃនេះណាបាទហើយរស់នៅណាដែរអាចប្រាប់ពីទីកន្លែងរស់នៅបានទេ នៅកោជ័យ នៅម្ដងនេះគេហៅថាអង្គរជ័យណា អត់ទេតែខ្ញុំមិននៅមួយមីង អូនៅអង្គរជ័យតែមកនៅទីនេះនៅមួយមេឃបាទខុំមិនសាំងបាទបាទហើយគោនេះមានឈ្មោះទេមានឈ្មោះគោនោះទេអត់បានដាក់ឈ្មោះវាទេណាបាទហើយគោនេះអាយុប្រហែលហើយ អូខ្ញុំអត់ អត់ដឹងទេណាចឹងគោនេះទិញតពីគេឬក៏វាកើតពីមេវា កើតពីមេវា ណាមេវានេះមេវាណាបាទចង់អត់ដឹងថាគោនោះមានអាយុប្រហែលឆ្នាំទេបាទតោះតែសួរមេឃណា ចាមួយមីង បាទហើយគោនេះឈ្មោលឬកញី ឈ្មោះ គោឈ្មោលណា ចា បាទអញ្ចឹងបើយើងស្មានទៅយើងស្មានវិញថាប្រហែលជាគោនោះទំហំប៉ុណ្ណឹងប្រហែលជាអាយុប្រហែលហើយស្មានដឹងទេវាគោរាល់ថ្ងៃអត់ដឹងទេណាបាទហើយធ្លាប់មានគេចោះយកព័ត៌មានទេកន្លងមកពីរឿងគោជើង5នេះឬក៏វាតាមផ្លូវអីធ្លាប់មានអ្នកទៅសុំថតទេ បើគេសុំថតមាន មានណា ចា ភាគច្រើនជាភ្ញៀវដែលគាត់មកលេងនៅម្ដុំហ្នឹងមែនណាបាទហើយយើងឃើញថាពេលវាដេកយ៉ាងម៉េចពូជើងវាអញ្ចឹងវាដេកធម្មតាឬគោធម្មតាទូទៅឬក៏មិន តែពីគោធម្មតាវាគោធម្មតាទូទៅណាបាទហើយវាដែលឈឺកាត់ទេបាទជាមួយនឹងជើងមកវាណា អត់ឈឺ អត់ដែរឈឺទេណាបាទ តែខាងពិបាកដែរ ពិបាកដើរណាវាមូលហេតុបានពិបាកដើរវាទៅហើយក៏វាទុនជើង ទៅជើងវា ទៅជើងណា ចា បាទហើយអត់ធ្លាប់មានពេទ្យសត្វណាដែលយើងចង់ទៅសួរពេទ្យសត្វខាងបើសិនជាចង់កាត់ជើងចោលអីចឹងទៅដើម្បីឲ្យវាងាយស្រួលដើរអីអត់មានទេណាកន្លងមក ចង់ឲ្យមានគេមីងធ្លាប់ឲ្យគេកាត់ដែរតែគាត់គេឲ្យកាត់ មូលហេតុអីបាទ គេថាគេឲ្យកាត់ មានជំនឿណាហើយកាត់ទៅអាចមានផលប៉ះពាល់អីទៅកាន់ក្រុមគ្រួសាររបស់យើងអត់មានក្តីសុខអត់មានអីចឹងទៅណា ចា បាទហើយគោនេះជាប្រភេទគោចិញ្ចឹមសម្រាប់លក់ឬក៏យើងទុកជួលស្រែ អត់ទេទុកវាតួវាហូបអត់មាន ចឹងអត់លក់ទេណាតែបើគោផ្សេងទៀតយើងលក់យើងធ្វើស្រែបាទរងថ្ងៃមានធ្វើស្រែទេបងអូនក្រុមគ្រួសារធ្វើស្រែណាហើយយកទៅភ្ជួរយកអីធម្មតាចឹងទៅ តែអត់ តែសម្រាប់គោមួយក្បាលនេះគឺអត់ជួរទេ ចា ចិញ្ចឹមលក្ខណៈដូចជាសមាជិកគ្រួសារមួយអញ្ចឹងបាទហើយគាត់មានក្មេងៗអីសុំឡើងជីសុំអីទេអត់ឲ្យជីទេណាបាទហើយធ្លាប់មានប្រជាពលរដ្ឋខ្លះហ្នឹងគាត់មានជំនឿអីទៅសុំទឹកសុំអីសម្រាប់អ្នកជំងឺអ្នកអីទេ អត់ទេខ្លះមកចុះ មកចងដៃណាបាទអូបាទប្រិយមិត្តកន្លងមកគាត់មានការចងដៃជាមួយនឹងគោទៀតព្រោះគេគិតថាគោនេះគោដែលមានបារមីមែនទេ ចា បាទហើយបារមីយ៉ាងម៉េចដែរអាចរៀបរាប់បន្តិចបានទេថាកើតពីគោហ្នឹងកើតធ្លាប់មានអ្វីដែលជាសកម្មភាពឬក៏រឿងផ្លែៗគេចូលក្នុងគ្រួសារយើងទេអត់មានទេណាសុខមករហូតណា ចា បាទចុះកាលពីគោនឹងអត់ទាន់កើតធ្លាប់មានបញ្ហាក្នុងគ្រួសារទេដូចជាអត់មានទេណាបាទបាទប្រិយមិត្តបាទឥឡូវយើងទៅមើលជើងគោហ្នឹងឲ្យចិត្តបាទឲ្យចិត្តបាទឥឡូវងាកមកខាងកូនស្រីវិញម្ដងបាទស្រឡាញ់កូនទេស្រឡាញ់ណាបាទហើយមួយថ្ងៃមួយថ្ងៃយើងឃ្វាលវាប្រហែលដង ខ្លះមានតែម្ដងពីរដងចម្លងពីរដងទេណាបាទអញ្ចឹងក្រៅពីឃ្វាលវាទៅឲ្យស៊ីចំណីជាស៊ីស្អាតឲ្យខ្លួនឯងនៅផ្ទះមានស្មៅសម្រាប់ប្រព័ន្ធសុខភាពស៊ីទៀត មកផងតែច្បាស់ តែច្បងទេឲ្យស៊ីច្បងបាទហើយពេលយប់ឡើងមានចងមុំមានចងអីដេកទេ អត់ទេអត់ទេណាអត់ស្រឡាញ់ចងមុំឲ្យដេកទេណា ចា បាទអត់ស្រឡាញ់ដល់ថ្នាក់អីទៅដេកជាមួយគោទេអត់ទេណាអត់ទេណាអូបាទបាទអរគុណណាប្រិយមិត្តបាទអរគុណបងស្រីណាបាទអរគុណបាទអញ្ចឹងអូនស្រីបានរៀបរាប់ហើយអំពីគោនេះថាតាំងពីកើតមកគឺបានផ្ដល់នូវសេចក្តីសុខក៏ដូចជាមានប្រជាពលរដ្ឋអ្នកភូមិអ្នកផងរបងជាមួយហ្នឹងធ្លាប់បាទយកខ្សែអំបោះគឺគួចចងដៃទៀតបាទដោយសារតែជឿជាក់ថាគោនេះគឺជាគោមានបុណ្យមកចាប់ជាតិជាគោដែលបាទកើតមកផ្ដល់នៅបាទសេចក្តីសុខសប្បាយសម្រាប់ក្រុមគ្រួ
ជាអ្នកភូមិផងរបស់ជាមួយអញ្ចឹងទៅបាទអរគុណណាស់បាទជាមួយនឹងប្រិយមិត្តដែលបានចំណាយពេលវេលាមកមើលអ្វីដែលជាបាទភាពប្លែកបាននៅក្នុងពេលដែលយើងកំពុងតែធ្វើដំណើរឆ្លងកាត់បាទអរគុណបាទប្រិយមិត្តបាទជម្រាបលាបាទអរគុណ